ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel គង្វាលក្នុង Playlist Survival Podcast ក្នុងសាច់រឿងភាគនេះដែរគឺនិយាយអំពីការវាយប្រហាររបស់សត្វទៅលើក្រុមមនុស្សមួយក្រុមដែលបានបោះតង់នៅតំបន់មួយនៅក្នុងប្រទេសកាណាដាហើយមុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំសូមឆ្លៀតឱកាសនេះក៏សូមអរគុណទៅដល់ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាមិនថាជាការ Like Share Subscribe ទេទាំងនេះគឺសុទ្ធតែជាកម្លាំងចិត្តរបស់បងប្អូនបានផ្ដល់មកខ្ញុំក្នុងការផលិតមាតិកានេះបន្តទៀតជាពិសេសការគាំទ្រ Facebook Page សម្ភារៈជាងនិង ASC Store នៅក្នុង L192 ក៏មានការកើនឡើងដូចគ្នាខ្ញុំពិតជាសូមអរគុណខ្លាំងមែនទែនទៅដល់បងប្អូនទាំងអស់គ្នាហើយដើម្បីជាការអរគុណខ្ញុំក៏មានគម្រោងមកកើតជាការ Giveaway នៅថ្ងៃខាងមុខផងដែរនៅពេលដែល Channel របស់ខ្ញុំវាធំជាងនេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដើម្បីឲ្យកម្មវិធី Giveaway មាននៅក្នុងពេលឆាប់ៗនេះបាទឥឡូវកុំឲ្យខាតពេលបងប្អូនដែលរងចាំយូរមកស្ដាប់សាច់រឿងរបស់យើងទាំងអស់គ្នាក្នុងថ្ងៃអាទិត្យខែកក្កដាឆ្នាំ2013មានជើងយន្តហោះមួយដែលរៀបចំឡើងដោយ Sierra Club បានដឹកមនុស្សចំនួន7នាក់ក្រុមរបស់ពួកគេភាគច្រើនគឺមានអាយុ60ឆ្នាំឡើងលើកលែងតែលោក Matt ដែលមានត្រឹមតែអាយុ49ឆ្នាំតែប៉ុណ្ណោះដំណើររបស់ពួកគេត្រូវចុះចតនៅ Toboggan Mountain National Park ដែលមានទីតាំងនៅ Labrador ក្នុងប្រទេសកាណាដាហើយ Toboggan Mountain National Park ក៏ជាកន្លែងមួយនៃផ្នែករបស់ Sierra Club Hiking Trip ដែលកន្លែងនោះជាផ្នែកមួយនៃ Sierra Club Hiking Trip និយាយទៅអាហ្នឹងដូចជាគេ club ហ្នឹងមានកន្លែងពិសេសរបស់គេអញ្ចឹងណាអញ្ចឹងបើសិនជាណាគេទៅធ្វើ report ក៏ទៅដើរលេងទៅ hiking អីគេនាំទៅកន្លែងពិសេសរបស់គេហ្នឹងដូចយើងនៅក្នុងផ្សារអញ្ចឹងគេមាន tour គេអញ្ចឹងណាហើយអានេះខ្ញុំសូមបើកវងចកប្រាប់តិច Sierra Club ហ្នឹងគឺជាអ្វីSierra Club ហ្នឹងគឺជាកន្លែងដែលប្រមូលផ្ដុំអ្នកដែលចូលចិត្តការដើរលេងព្រៃឡើងភ្នំឬក៏ជិះទូកកម្សាន្តអីចឹងទៅហើយក្រៅពីនេះSierra Club ក៏បានចូលរួមចំណែកការពារតំបន់ព្រៃឈើប្រព័ន្ធអេកូឡូស៊ីនិងធនធានរបស់ផែនដីអ្វីដែលសំខាន់មួយទៀតនោះ Sierra Club ក៏បានផ្សព្វផ្សាយអប់រំទៅដល់មនុស្សជាតិអំពីបញ្ហាទាំងអស់នេះដើម្បីស្ដារគុណភាពបរិស្ថានធម្មជាតិនិងផែនដីហើយឥឡូវយើងចូលទៅដល់សាច់រឿងយើងបន្តទៀតនៅពេលដែលចោះចតហើយពួកគាត់បានត្រូវគេកំណត់ទីតាំងមួយសម្រាប់ការបោះតង់ដែលមានចម្ងាយ130ម៉ែត្រពីឆ្នេរសមុទ្រហើយទោះបីជាខាង Sierra Club គាត់ធ្លាប់ទៅបោះតង់នៅកន្លែងនោះរួចហើយក្តីក៏ពួកគេមិនប្រហែលដែរសារតែតំបន់នោះមានខែខ្លះជាខែដែលសត្វខ្លាឃ្មុំតកកចេញរកស៊ីនៅតំបន់ហ្នឹងតែនៅពេលខ្លះក៏គាត់ទៅក៏អត់មានជួបប្រទះសត្វទាំងអស់ហ្នឹងដែរតែពួកគាត់បានត្រៀមរបស់ការពារមួយចំនួនសម្រាប់ការពារខ្លួនក្នុងការបោះជំរំរបស់ពួកគេដែរមានដូចជា pepper spray កំភ្លើង flare សម្រាប់ស្នើសុំជំនួយហ្នឹងនិងខ្សែភ្លើងឆក់សម្រាប់ដាក់ជារបងការពារតង់របស់ពួកគេ pepper spray អ្នកខ្លះគេហៅថា beer spray អាហ្នឹងគឺជា spray មួយសម្រាប់បាញ់ការពារខ្លួននៅពេលណាគេយកអា spray ហ្នឹងទៅបាញ់អញ្ចឹងទៅបើប៉ះភ្នែកអញ្ចឹងវាកាហាយដូចយើងត្រូវម្ទេសអញ្ចឹងហើយមួយទៀតវាឈួលវាមានក្លិនឈួលហើយវាអាចធ្វើឲ្យយើងហ្នឹងមើលអត់ឃើញនៅក្នុងរយៈពេលខ្លីមួយតែរបស់ហ្នឹងបើសិនជាប្រទេសខ្លះក៏គេត្រូវការ license ប្រើវាដែរដូចជានៅខាងអាគាំងអញ្ចឹងឥឡូវដូចឮសូរថាបើយើងត្រូវការទិញ pepper spray ហ្នឹងគេត្រូវការមានឯកសារបញ្ជាក់ថាយើងមានអាយុលើស18ឆ្នាំអត់តែបើប្រទេសខ្លះគេអត់ត្រូវការ license ទេគេអាចឲ្យយើងនឹងយកទៅប្រើប្រាស់បានស្រីតែរបស់ហ្នឹងវាគ្រោះថ្នាក់បើយើងយកទៅប្រើនៅផ្លូវខុសអីចឹងណាហើយសម្រាប់ការបោះតង់វិញពួកគាត់បានចែកចេញជា2កន្លែងដាច់ពីគ្នាដោយកន្លែងទី1គឺសម្រាប់បោះតង់សម្រាប់គេងសម្រាប់ហើយកន្លែងទី2គឺសម្រាប់ដាក់អាហារមិនថាការរៀបចំអាហារកាកសំណល់អាហារឬក៏ការទុកដាក់អាហារអីហ្នឹងគឺនៅកន្លែងទី2ហ្នឹងទាំងអស់អញ្ចឹងគឺគេបែងចែកកន្លែងពីរអត់ឲ្យតាក់ទងគ្នាទេហើយក្រុមរបស់គាត់ក៏បានរៀបចំខ្សែភ្លើងឆក់នៅជុំវិញទាំងនោះដាច់ចេញពីគ្នាផងដែរអញ្ចឹងគេរៀបនៅកន្លែងបោះតង់គេហ្នឹងគេដាក់ខ្សែភ្លើងឆក់មកជុំអញ្ចឹងទៅហើយកន្លែងជំរុំមួយសម្រាប់ដាក់អាហារហ្នឹងគេដាក់ខ្សែភ្លើងឆក់ការពារមកជុំទៀតទៅអញ្ចឹងពីរប្លុកហើយនៅពេលដែលពួកគាត់រៀបចំបោះតង់ហើយនិងរៀបលបងឆក់ហើយហ្នឹងគឺចូលមកដល់ពេលល្ងាចក្រុមរបស់ពួកគាត់បានរៀបចំញ៉ាំអាហារអង្គុយហូបជុំគ្នាជាមួយនឹងបរិយាកាសយ៉ាងសប្បាយរីករាយហើយនៅពេលដែលបញ្ចប់អាហារពេលល្ងាចក្រុមរបស់គាត់ក៏បានរៀបចំកាកសំណល់អាហារដាក់ក្នុងថង់ចងមាត់ទុកនៅក្នុងប្លុកទី2មុននឹងពួកគាត់បានចូលទៅសម្រាកកំឡុងម៉ោង 10:30 នាទីយប់ការធ្វើបែបនេះគឺការពារក្លិនអាហាររបស់គាត់កុំឲ្យទាក់ទាញសត្វនៅតំបន់នោះហើយចំណុចនេះក៏ខ្ញុំសូមបើកអំពងកញ្ចក់និយាយបន្តិចដែរកាកសំណល់អាហារគឺមានក្លិនទាក់ទាញសត្វនៅក្នុងព្រៃនិងអាចបង្កគ្រោះថ្នាក់មកលើយើងបាននៅពេលដែលយើងកំពុងតែសម្រាកលង់លក់តែសំណាងដែរស្រុកយើងគឺមិនសូវជាមានពពួកសត្វសាហាវធំហ្នឹងទេតែក៏ភាគច្រើនយើងជួបប្រទះតែសត្វឈូកព្រៃតែប៉ុណ្ណោះតែឈូកព្រៃហ្នឹងក៏វាអាចបង្កគ្រោះថ្នាក់ដល់អ្នកបានដែរជាពិសេសថ្មិញរបស់ឈូកព្រៃគឺវាមុតជាងសត្វឆ្កែទៅទៀតហើយបើសិនជាវាកាត់សម្បុកកពួនជើងនិងកំភ្លៅរបស់អ្នកហ្នឹងគឺជាកន្លែងដែលវាស្រឡាញ់បំផុត
អញ្ចឹងសូមបិទវងចោចូលទៅសាច់រឿងបន្តទៀតកំឡុងម៉ោង4ព្រឹកសមាជិកក្រុមម្នាក់មានឈ្មោះថា Kip Cat បានដើរចេញពីតង់របស់គាត់ហើយគាត់បានដឹងថាតំបន់ដែលគាត់បោះតង់នោះគឺមិនមែនមានតែក្រុមគាត់នោះទេគាត់បានស្រែកដាស់ក្រុមរបស់គាត់ដែលកំពុងតែដេកលង់លក់នៅក្នុងតង់ថាគាត់បានឃើញសត្វខ្លាឃ្មុំតកកកំពុងតែដើរតាមឆ្នេរសមុទ្រដែលមានចម្ងាយប្រហែលជា130ម៉ែត្រពីក្រុមរបស់គាត់ពេលនេះគឺកំពុងតែនៅជិតសត្វប្រមាញ់ដ៏ធំប៉ុន្តែពួកគេគឺគ្មានអារម្មណ៍ភ័យខ្លាចឡើយផ្ទុយទៅវិញពួកគេសប្បាយចិត្តនៅពេលដែលបានឃើញរូបភាពផ្ទាល់នៅជិតបែបនេះចូលមកថ្ងៃច័ន្ទទី22ខែកក្កដាឆ្នាំ2013បន្ទាប់ពីក្រុមរបស់ពួកគេបានទទួលទានអាហារពេលព្រឹករួចហើយពួកគាត់បានចេញដំណើរ hiking នៅតំបន់នោះដើម្បីស្វែងយល់និងរកអ្វីដែលថ្មីនៅក្នុងតំបន់ហើយអ្វីដែលពួកគេបានស្វែងរកឃើញនោះគឺសុទ្ធតែគ្រោងឆ្អឹងរបស់សត្វចូលមកដល់ម៉ោង 3:30 នាទីល្ងាចពួកគាត់បានប្រទះឃើញនៅកន្លែងទឹកហូរមួយដោយទឹកនៅទីនោះគឺមានសភាពថ្លាអាចមើលឃើញទៅដល់បានហើយកន្លែងនោះក៏វានៅមិនឆ្ងាយពីកន្លែងដែលគាត់បោះតង់របស់គាត់ដែរឃើញទិដ្ឋភាពដ៏ស្រស់ស្អាតបែបនេះ Kit Kat ក៏គាត់បានដោះស្បែកជើងហើយដើរទៅក្នុងទឹកនោះតែភ្លាមនោះគាត់បានឮសំឡេងស្រែករបស់ម៉ាតដោយម៉ាតបានស្រែកប្រាប់ទៅ Kit Kat ឲ្យដើរចេញមកវិញព្រោះនៅពេលនោះមានសត្វខ្លាឃ្មុំតកកមួយក្បាលដែលមានទំហំធំជាងសត្វខ្លាឃ្មុំដែលគាត់ឃើញមុនដំបូងនឹងទៅទៀតហើយវាក៏នៅមិនឆ្ងាយពីគាត់ដែរសត្វខ្លាឃ្មុំដ៏ធំនោះបានដើរកាន់តែជិតនឹងក្រុមរបស់ពួកគាត់ឃើញដូចនេះសមាជិកក្រុមម្នាក់បានប្រមូលផ្ដុំគ្នាស្រែកដេញសត្វខ្លាឃ្មុំនោះចេញប៉ុន្តែសត្វខ្លាឃ្មុំនោះបានរត់មកជិតពួកគេកាន់តែលឿនទៅដោយឃើញសភាពការមិនសួរបែបនេះវិញក៏បានទាញកំភ្លើង flare ចេញមកបាញ់ហើយសំឡេងនិងពន្លឺភ្លើងចេញពីកំភ្លើង flare បានដេញសត្វខ្លាឃ្មុំនោះឲ្យរត់ចេញពីពួកគេឃើញដូចនេះសមាជិកម្នាក់នៅក្នុងក្រុមរបស់ Rick បានស្រែកហូរនឹងទះដៃទៅឲ្យ Rick តែយើងមើលទៅសត្វខ្លាឃ្មុំនោះគឺមិនបានចេញទៅណាឆ្ងាយឡើយវាបានរត់ទៅអង្គុយនៅលើផ្ទាំងថ្មមួយដែលមានចម្ងាយប្រហែលជា200ម៉ែត្រពីកន្លែងបោះតង់ហើយនៅពេលភ្លាមនោះដែរមេឃក៏ចាប់ដើមភ្លៀងហើយក៏របស់គាត់ក៏មិនបាននៅគិតច្រើនដែរពួកគាត់បាននាំគ្នារត់សម្ដៅទៅរកតង់របស់ពួកគាត់ហើយនៅពេលដែលពួកគាត់បានចូលមកដល់ក្នុងតង់ពួកគាត់ក៏មិនបាននិយាយអំពីអ្វីដែលកើតឡើងឲ្យបាញ់មិញនឹងដែរប៉ុន្តែនៅក្នុងក្រុមនោះមានតែម៉ាតទេដែលគាត់មិនសូវជាមានអារម្មណ៍ល្អចំពោះរឿងដែលបានជួបប្រទះនេះរហូតមកដល់ម៉ោង5ល្ងាចមេឃបានរាំងភ្លៀងហើយសមាជិកក្រុមទាំងអស់បានចាប់ផ្ដើមចេញពីតង់មករៀបចំចម្អិនអាហារនៅពេលល្ងាចប៉ុន្តែម្ដងនេះពួកគេទាំងអស់គ្នាបានសង្កេតឃើញថាសត្វខ្លាឃ្មុំនោះគឺកំពុងតែដាក់ខ្សែភ្នែកមកលើពួកគេតែទោះបីជាស្ថានភាពអញ្ចឹងមែនក្តីក៏ក្រុមរបស់គាត់នៅតែបន្តហូបអាហាររបស់គាត់យ៉ាងសប្បាយរីករាយមើលទៅពួកគាត់ធ្វើដូចជាគ្មានអ្វីកើតឡើងអញ្ចឹងដោយមិនខ្វល់និងនិយាយអំពីសត្វខ្លាឃ្មុំនឹងឡើយហើយបន្ទាប់ពីការហូបអាហារនៅពេលយប់និងរៀបចំសម្អាតកន្លែងហើយក្រុមរបស់គាត់ចាប់ផ្ដើមបបាយគ្នាចូលទៅសម្រាកប៉ុន្តែនៅពេលដែលម្នាក់បែកជើងដើរចូលទៅក្នុងតង់ Kit Kat ហាក់ដូចជាមានប្រតិកម្មភ្លាមនៅពេលដែលគាត់បានងាកទៅឃើញសត្វខ្លាឃ្មុំនោះ Kit Kat បានដាក់សំណើទៅក្រុមរបស់គាត់ឲ្យដាក់វេនគ្នាយាមឃ្លាំមើលសត្វខ្លាឃ្មុំនោះក្នុងយប់នេះប៉ុន្តែសំណើរបស់គាត់ត្រូវបានគេទម្លាក់ចោលដោយរិចព្រោះនៅពេលនោះម្នាក់ពួកគេបានអាងទៅលើរបងអគ្គិសនីដែលពួកគេបានពាត់ជុំវិញកន្លែងបោះតង់នឹងតែនៅក្នុងចិត្តរបស់ Kit Kat គាត់នៅតែមិនទុកចិត្តរបងទាំងនេះសោះស្ថានភាពនៅយប់នោះប្រែទៅជាស្ងប់ស្ងាត់ក្រោយពីក្រុមរបស់ពួកគាត់ចូលទៅកន្លែងសម្រាកទន្ទឹមនឹងនេះដែរក៏មានសមាជិកនៅក្នុងក្រុមខ្លះនៅខ្វល់ពីរឿងនេះហើយគាត់បានដើរចេញមកខាងក្រៅមើលនៅផ្ទាំងថ្មនោះគាត់បានឃើញសមោសត្វខ្លាឃ្មុំនោះនៅតែឈរនៅលើផ្ទាំងថ្មហើយមើលមកកន្លែងពួកគាត់លុះដល់ម៉ោង1រំលងអាទិត្យពួកគាត់បានដើរចេញមើលម្ដងទៀតតែពេលនេះគាត់បានឃើញថាសត្វខ្លាឃ្មុំនោះបានបាត់ពីកន្លែងនេះហើយអញ្ចឹងធ្វើឲ្យអារម្មណ៍ម្នាក់ក៏បានធូរស្បើយដែរនៅពេលដែលឃើញសត្វខ្លាឃ្មុំគ្មានវត្តមាននៅទីនោះទៀតទេដោយគិតថាវាបានដើរចាកចេញពីទីនោះបាត់ហើយដោយនេះពួកគេបានសម្រេចចិត្តចូលទៅគេងសម្រាកនៅក្នុងតង់របស់ពួកគេវិញរហូតចូលមកដល់ម៉ោង 3:30 នាទីព្រឹករិចបានស្ទុះភ្ញាក់ពីដំណេកដោយសារតែគាត់បានឮសំឡេងស្រែកហៅចេញពីតង់នៅក្បែរនោះហើយសំឡេងនោះគឺជាសំឡេងរបស់ម៉ាតពេលនោះម៉ាត្រាគាត់ក៏បានស្រែកហៅរិចឲ្យចេញពីតង់ដែរដើម្បីគ្រប់គ្រងស្ថានភាពនេះរិចគាត់បានចេញពីតង់ដោយមានកំភ្លើង flare កាន់នៅនឹងដៃហើយនៅពេលនោះគាត់បានឃើញសត្វខ្លាឃ្មុំតកកដ៏ធំនោះគឺនៅជិតគាត់តែប្រមាណម៉ែត្រប៉ុណ្ណោះដោយសត្វកំណាចនេះបានហែកតង់របស់ម៉ាតរត់បែកខ្នងចេញពីទីនោះភ្លាមនោះរិចក៏បានទាញកំភ្លើង flare តម្រង់ទៅសត្វខ្លាឃ្មុំនោះដែរតែវាសឹងតែនឹងយឺតពេលបន្តិចទៅហើយខ្លាឃ្មុំបានរត់គេចខ្លួនបានចម្ងាយ30ម៉ែត្រហើយពីកន្លែងដែលក្រុមគាត់បោះតង់នៅពេលដែលក្រុមរបស់គាត់ឃើញសត្វខ្លាឃ្មុំរត់បានឆ្ងាយល្មមដែរពួកគាត់បានធូរស្បើយនៅក្នុងចិត្តបន្តិចដោយឃើញថាខ្លាឃ្មុំនោះរត់ចេញពីក្រុមរបស់គាត់ដោយគ្មានអ្នកណាម្នាក់រងរបួសដោយសារវាតែភាពធូរស្បើយក្នុងចិត្តរបស់គាត់ម្នាក់នោះគឺកើតឡើងតែប៉ុន្មានវិនាទីតែប៉ុណ្ណោះបន្ទាប់ពីសត្វខ្លាឃ្មុំនោះបានងាកមកមើលពួកគាត់វិញអ្វីបានប្រែប្រួលមួយរំពេចគឺក្រុមរបស់ពួកគាត់បានឃើញមាត់របស់ខ្លាឃ្មុំនោះបានពំអ្វីម្យ៉ាងដែលវាយកទៅវិញទៅមកផុតពីដី
លក្ខណៈអ្នកទាំងអស់គ្នាដែលឃើញឆ្មាវាខំកញ្ចឹងកកូនវាយកតេងតោងអញ្ចឹងណាហើយនៅក្នុងមាត់សត្វខ្លាឃ្មុំនោះគឺជាសមាជិកក្រុមរបស់គាត់ម្នាក់ដែលមានឈ្មោះថាម៉ាតហើយម៉ាតក៏ជាមនុស្សម្នាក់ដែរដែលយល់សពគំនិតនឹងការស្នើសុំរបស់ Kit Kat ដែលឲ្យនរណាម្នាក់មកដាក់វេនគ្នាយាមនៅយប់នោះដែរហើយកន្លែងនេះបើអ្នកទាំងអស់គ្នាស្ដាប់អាចឆ្ងល់ថាមិនម៉ាត់ពេលដែលខ្លាឃ្មុំខាំអូគាត់ចេញមកភ្លាមហ្នឹងមិនគាត់អត់ស្រែកចឹងតាមពិតទៅពេលដែលខ្លាឃ្មុំរត់ចូលតង់របស់គាត់ហ្នឹងគាត់បានស្រែកម្ដងហើយពេលដែលសត្វខ្លាឃ្មុំហែកចូលតង់របស់ម៉ាតហ្នឹងគឺការដែលវាទះម្ដាយមុនដំបូងរបស់វាហ្នឹងវាមិនត្រឹមតែហែកទាំងតង់នោះទេគឺវាធ្លុះទាំងសួតរបស់លោកម៉ែតហ្នឹងទៀតផងហើយនៅពេលភ្លាមហ្នឹងវាក៏ខំញឹងកលោកម៉ែតហ្នឹងអស់ចេញមកខាងក្រៅតែម្ដងដោយធ្មេញនឹងចង្កូមរបស់វាខំជាប់នឹងធ្គាមរបស់លោកម៉ែតដែលជាមូលហេតុធ្វើឲ្យគាត់នឹងហាមាត់ស្រែកអត់រួចហើយមួយវិញទៀតមុខរបស់លោកម៉ែតហ្នឹងគឺបែរចូលទៅក្នុងមាត់របស់សត្វខ្លាឃ្មុំអាហ្នឹងប្រៀបដូចជាគេខ្ទប់មាត់គាត់ចឹងណាប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានប្រាប់ទៅអ្នកសារព័ត៌មានផងដែរថាទោះបីជាក្បាលរបស់គាត់នៅក្នុងមាត់សត្វខ្លាឃ្មុំមែនតែគាត់បានឮសំឡេងស្រែកហៅរបស់មិត្តភ័ក្តិរបស់គាត់ហើយពេលហ្នឹងក្រៅពីនៅសៀមគឺគាត់មិនហ៊ានធ្វើអ្វីទាំងអស់គឺគាត់ខ្លាចថានៅពេលដែលគាត់បញ្ចេញសកម្មភាពស្រែកឬក៏ហើបំរាស់អីហ្នឹងខ្លាចធ្វើឲ្យខ្លាឃ្មុំវាខាំបំបែកក្បាលរបស់គាត់អញ្ចឹងមានតែសង្ងំស្ងៀមហើយសង្ឃឹមថាវាអាចនឹងទម្លាក់គាត់ចោលបន្ទាប់ពីសមាជិកក្រុមរបស់ម៉ាតពួកគេបានឃើញស្ថានភាពដ៏ឃោរឃៅបែបនេះម្នាក់មានភាពតក់ស្លុតជាខ្លាំងភ្លាមនោះវាក៏បានទាញកំភ្លើងហ្វ្លាបាញ់មកបង្អើសត្វខ្លាឃ្មុំនោះក៏ជាសំណាងដែរដោយវាបានទម្លាក់លោកម៉ាតហើយរត់ចេញពីទីនោះដោយផ្អើលជាមួយនឹងពន្លឺភ្លើងនិងសំឡេងរបស់កំភ្លើងហ្វ្លាគិតទៅកន្លែងនេះក៏ជាសំណាងរបស់លោកម៉ែតដែរដែលវាមិនបានខំញឹងគាត់ចូលទៅក្នុងព្រៃហើយនៅពេលដែលគាត់បានធ្លាក់មកលើដីហ្នឹងសមាជិកក្រុមរបស់គាត់ម្នាក់មានឈ្មោះថាម៉ាត្រាដែលគាត់បានធ្វើការផ្នែកវិទ្យាសាស្ត្របានមកជួយគាត់ភ្លាមនៅទីនោះតែគាត់បានត្រឹមតែជួយសង្គ្រោះលក្ខណៈបឋមដូចជាការខត់ឈាមនិងសម្រួលរបួសរបស់ម៉ាតតែប៉ុណ្ណោះហើយបន្ទាប់មកក្រុមរបស់ពួកគេបានតាក់ទងទៅខាងផ្នែកសង្គ្រោះបន្ទាន់ឲ្យយកឧទ្ធម្ភាគចក្រមកយកលោកម៉ាតទៅមន្ទីរពេទ្យហើយពេលមកដល់មន្ទីរពេទ្យគេបានឃើញថាលោកម៉ាតត្រូវបានរបួសជាច្រើនកន្លែងគៀមរបស់គាត់ត្រូវបានប្រេះបែកមានស្នាមធ្លុះនៅនឹងកនិងសួតរបស់គាត់អឹងខ្នងរបស់លោកត្រូវបានបាក់ពីរកង់និងដៃរបស់គាត់ត្រូវបានបាក់ជាបំណែកហើយគាត់ត្រូវការពេលយូរនៅក្នុងការព្យាបាលរបួសទាំងអស់នេះហើយកំឡុងពេលព្យាបាលគេបានបញ្ចុះអាហារតាមបំពង់ករបស់គាត់សូម្បីតែគាត់និយាយតាមបំពង់កដែរហើយក្រោយការតាមដាននិងព្យាបាលរបស់ក្រុមគូពេទ្យធ្វើឲ្យលោកម៉ាតប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃរំលងប្រហែលជាមួយឆ្នាំក្រោយមកលោកម៉ាតគាត់បានទៅកន្លែងចាស់ដែលគាត់បានធ្លាប់បោះតង់នឹងម្ដងទៀតក្នុងការធ្វើរបាយការណ៍ប៉ុន្តែការទៅកន្លែងបោះតង់ហ្នឹងគឺត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះហើយនៅពេលនោះគាត់ក៏បានឃើញខ្លាឃ្មុំតកកមួយទៀតផងដែរបាទអញ្ចឹងសាច់រឿងយើងគឺមកដល់ទីបញ្ចប់ហើយសង្ឃឹមថាសាច់រឿងនេះបានផ្ដល់ជាចំណេះដឹងខ្លះៗទៅដល់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តហើយក៏សូមអធិស្ឋានផងសរសើរទៅសម្លេងខ្ញុំថ្ងៃនេះហើយនឹងការនិយាយស្ដីរៀងល្អអួតតិចសារទឹមតែដកថ្មិញហើយសូមសំណូមពរបងប្អូនអ្នកស្ដាប់យើងកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យមាតិកាបែបនេះបន្តទៅមុខទៀតហើយដោយខ្ញុំនិយាយខាងដើមអញ្ចឹងបើសិនជាគ្រប់យ៉ាងបន្តទៅមុខយ៉ាងល្អខ្ញុំនឹងបង្កើតកម្មវិធី Giveaway ឬកម្មវិធីផ្សេងទៀតដើម្បីជាការតបស្នងអរគុណទៅដល់បងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូបន្តវីដេអូនេះ sponsor ដោយ ALC បើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្វែងរកផលិតផលប្រើប្រាស់ឬសម្ភារៈជាងដែលមានតម្លៃសមរម្យជាមួយនឹងគុណភាពនោះអ្នកទាំងអស់គ្នាអាចរកមើលបាននៅលើ Facebook Page របស់ ALC ឬក៏ search នៅលើ App L192 ដោយគ្រាន់តែវាយពាក្យ ALC លោកអ្នកនឹងអាចស្វែងរកបានទំនិញជាច្រើនប្រភេទ